ខ្ញុំប្រកាសណានាងខ្ញុំសូមក្រាបថ្វាយបង្គំដល់ព្រះធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពជំរាបសួរដល់ទ្រង់ឯកឧត្តមលោកជំទាវលោកគ្រូអ្នកគ្រូព្រមទាំងសិក្សានិស្សិតទាំងអស់ជាទីគោរពស្រឡាញ់រាប់អានថ្ងៃនេះផងដែរនាងខ្ញុំមានកិត្តិយសចង់ជម្រាបក៏ដូចជាបង្ហាញនៅព្រឹត្តិការណ៍ដ៏អស្ចារ្យមួយរបស់វិទ្យាស្ថានគរុកោសល្យបាត់ដំបងរបស់យើងគឺការតាំងពិព័រណ៍ស្នាដៃ STEM លើកទី3របស់វិទ្យាស្ថានគរុកោសល្យបាត់ដំបងដែលប្រព្រឹត្តឡើងនៅថ្ងៃទី10ខែកក្កដាឆ្នាំ2025នៅក្នុងឱកាសនេះផងដែរវិទ្យាស្ថានគរុកោសល្យបាត់ដំបងមានការតាំងបង្ហាញនៅស្នាដៃគ្រូនិស្សិតចំនួន12បណ្ដុំដែលស្មើនឹង116ស្នាដៃដែលស្នាដៃទាំងនោះមានដូចជាបច្ចេកវិទ្យាមេកានិកការផលិតនៅសម្ភារៈបង្រៀនក៏ដូចជាស្នាដៃដែលគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតលើសពីនេះផងដែរវិទ្យាស្ថានគរុកោសល្យបាត់ដំបងក៏បានជួងដៃសេរីឲ្យសាធារណជនសិស្សានុសិស្សចូលរួមទទួលយកនៅបទពិសោធន៍ថ្មីៗចំណេះដឹងបានស្គាល់ពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីៗនៅក្នុងការរៀននិងបង្រៀននៅក្នុងសតវត្សទី21ដូច្នេះកុំឲ្យឱកាសដ៏វិសេសវិសាលនេះកន្លងផុតណាសូមចូលរួមទាំងអស់គ្នាចូលរួមទស្សនាដោយសេរីនៅថ្ងៃទី10ខែកក្កដាឆ្នាំ2025វេលាម៉ោង 8:00 នាទីព្រឹកដល់ម៉ោង 4:00 នាទីរសៀលទីតាំងវិទ្យាស្ថានគរុកោសល្យបាត់ដំបងតាមបណ្ដោយមហាវិថីសម្ដេចក្រឡាហោមសខេងសហធម្មពលនៃការប្រើប្រាស់បច្ចេកវិទ្យាអប់រំនិងបញ្ញាសិប្បនិម្មិតក្នុងការបង្កើតគ្រូបង្រៀន Digital នៅកម្ពុជា